បើមនុស្សម្នាក់ពិតជាខ្វល់ពីម្នាក់ទៀតមែនគេនឹងធ្វើបែបហ្នឹងទេអូនកំដរគេដើរមើលសាលាបងយល់បានតែយ៉ាងហោចណាស់ក៏ប្រាប់បងមួយម៉ាត់ដែរតើអូនចាត់ទុកបងជាស្អីខ្ញុំមិនបានចូលចិត្តគេទេលោកមិនដឹងទេហេតែគេខ្វល់ពីអូនណាគេចូលចិត្តអូនឃ្យូឆៃអូនមិនមែនជាមនុស្សមិនចេះបដិសេធគេទេអូនគ្រាន់តែមិនខ្វល់ពីអារម្មណ៍បងប៉ុណ្ណោះពេលចិនឡោះឆៅឃើញថែនខូមករកឃើជាភ្លាមភ្លើងប្រច័ណ្ឌរបស់គេក៏ឆាប់ឆេះឡើងតែម្ដងព្រោះពួកគេទើបតែស្រុះស្រួលគ្នាបាន2ឆ្នាំហើយគេនឹងឃ្យូឆៃទើបតែស្គាល់គ្នាបានប៉ុន្មានខែប៉ុណ្ណោះតែរហូតដល់យប់គេមិនបានទទួលដំណឹងអ្វីពីឃើជាសោះទោះជាយ៉ាងនេះក្តីគេនៅតែរត់ទៅចាំនៅខាងក្រោមអគារឃើឆៃតាំងពីម៉ោង4ទៀបភ្លឺដើម្បីកំដរនាងញ៉ាំអាហារពេលព្រឹកតែចាំតតែភ្លឺក៏មិនឃើញមនុស្សមកដែរដូច្នេះហើយទើបសាររបស់ឃើជាក្រោយមកគេសុកចិត្តមិនខ្វល់តាមពិតថែនខលមករកឃើជាគ្រាន់តែចង់រំសាយសម្ពាធខ្លួនឯងប៉ុណ្ណោះព្រោះការប្រឡងត្រៀមចូលសាកលវិទ្យាល័យពិបាកជាងឆ្នាំដែលគាត់គិតទៅទៀតហើយការប្រឡងថ្មីនេះលទ្ធផលកាន់តែមិនល្អដូច្នេះគេចង់មកសាកលវិទ្យាល័យក្នុងក្តីស្រមៃដើម្បីស្វែងរកកម្លាំងចិត្តហើយព្រឹកនោះឃើជាគ្រាន់តែគេងជ្រោលព្រោះនៅយប់ជ្រៅប៉ុណ្ណោះតែពេលភ្ញាក់ដឹងខ្លួនភ្លាមនាងក៏ផ្ញើសារទៅឆេនឡោះឆៅដែរតែចាំយូរហើយនៅតែមិនមានការឆ្លើយតបនាងក៏ផ្ញើថែនខលឲ្យមិត្តរួមបន្ទប់ជួយមើលរួចរត់ទៅតារាងបាល់បោះដើម្បីរកឆេនឡោះឆៅនឹកស្មានមិនដល់ថាឆេនឡោះឆៅបែរជាទុកទូរស័ព្ទសាក់មកនៅអន្តេវាសិកដ្ឋានហើយថែមទាំងបារម្ភថាឈូយ៉ាងខេរកគេមិនឃើញទៀតឲ្យឃឺជេជួយប្រាប់មួយម៉ាត់ផងនេះធ្វើឲ្យឃឺជេមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេមិនអើពើគេស្មានថាជារឿងរវាងនាងនិងឆេនឡោះឆៅតែបែរជាត្រូវគេប្រាប់ថាបើអូនចង់ទៅរកគេកុំមករកបងទៀតអីបងគ្មានចិត្តអត់ធ្មត់ធ្វើជាអ្នកកំដរអូនរហូតទេពេលនេះទើបឃឺឆៃដឹងថាឆេនឡោះឆៅបានឃើញថែនខូពីម្សិលមិញតែនាងគិតថាឆេនឡោះឆៅយល់ពីនាងដូច្នេះនាងមិនបានព្យាយាមពន្យល់ទេហើយនាងក៏មិនបានចូលចិត្តថែនឆៅដែរគ្រាន់តែចង់តបស្នងគុណគ្រូដែលធ្លាប់បង្រៀននាងកាលពីមុនប៉ុណ្ណោះតែឆេនឡោះឆៅបែរជាគិតថាឃឺឆៃមិនខ្វល់ពីអារម្មណ៍របស់គេទើបមានការសន្ទនារវាងអ្នកទាំងពីរនៅដើមរឿងរហូតដល់ឃឺឆៃឬពីមាត់ឈូយ៉ាងហៃថាឆេនឡោះឆៅម្សិលមិញច្រណែនខ្លាំងណាស់តែនៅតែខំទៅចាំនៅខាងក្រោមអគារឃឺឆៃតាំងពីម៉ោង4ទៀបភ្លឺទាំងកំហឹងពេលនេះទើបឈូឆៃយល់ពីភាពតូចចិត្តរបស់ឆេនឡោះឆៅព្រមទាំងមានអារម្មណ៍ថាខ្លួនឯងខុសដែរហើយនៅក្នុងក្រសែភ្នែករបស់ឈូយ៉ាងហៃឆេនឡោះឆៅធម្មតាជាមនុស្សមិនខ្វល់ខ្វាយមិនចេះខឹងអ្វីទាំងអស់តែចំពោះឈូឆៃគឺជាករណីពិសេសទោះបីជាខាងក្រៅមើលទៅហាក់ដូចជាត្រជាក់ដាក់គ្នាក៏ដោយតែក្នុងចិត្តវិញគឺរសើបខ្លាំងណាស់តាំងពីធំសិក្សាគេតែងតែជាប់លេខ1ក្នុងថ្នាក់តែក្នុងក្រសែភ្នែកម្ដាយត្រកូលឆេននេះមិនមែនជារឿងអស្ចារ្យអ្វីទេក្រោយមកដើម្បីបញ្ជាក់ពីសមត្ថភាពខ្លួនឯងគេប្រឡងជាប់លេខ1ទូទាំងក្រុងតាំងពីតូចដល់ធំក្នុងក្រសែភ្នែកអ្នកដទៃជីវិតគេដូចជាមានសំណាងពីកំណើតតែគ្មាននរណាដឹងថានេះជាសមត្ថភាពតែមួយគត់ដែលគេផ្ដល់ឲ្យខ្លួនឯងព្រោះនៅក្នុងផ្ទះនោះគេគ្មានសិទ្ធិធ្វើខ្លួនក្មេងខ្ចីទេដូច្នេះមិនថារៀនបន្តឬទៅបរទេសគេតែងតែធ្វើតាមដោយស្ដាប់បង្គាប់តែអារម្មណ៍អវិជ្ជមានទាំងនេះគេមិនដែលត្អូញត្អែប្រាប់នរណាទេសុទ្ធតែជ្រើសរើសរំលាយវាដោយខ្លួនឯងស្ងាត់តែការលេចមុខរបស់ឃ្រូឆេហាក់ដូចជាផ្ដល់ឲ្យគេនៅមនុស្សដែលអាចពឹងពាក់បានក្នុងរយៈពេលប៉ុន្មានខែដែលបាត់ខ្លួននោះគេបានរើសជីវិតពាក់កណ្ដាលមកវិញនៅរួចចឹងក្រោយមកក៏ឆ្លងកាត់ការលែងលះរបស់ឪពុកម្ដាយទៀតទោះបីជាគេនៅតែមិននិយាយអ្វីក៏ដោយតែគ្រប់ជំហានដែលគេដើរសុទ្ធតែខំប្រឹងអស់ពីសមត្ថភាពដើម្បីចូលទៅជិតឃ្រូឆៃសូម្បីតែយប់ដែលញ៉ាំបាយជុំគ្នានោះចិនឡោះឆៅលួចលាក់ទុកកៅស៊ូចុងសក់ពណ៌ខ្មៅរបស់ឃ្រូឆៃក្នុងអំឡុងពេលនោះគេតែងតែពាក់វានៅលើដៃហាក់ដូចជាការផ្ញើចិត្តមួយសម្រាប់ខ្លួនឯងឃ្រូឆៃដែលបានដឹងរឿងគ្រប់យ៉ាងក៏ឲ្យឈូយ៉ាងខៃណាត់ចិនឡោះឆៅមកហើយស្ថានភាពដ៏ឆ្កាំឆ្គងនេះនៅតែត្រូវពឹងលើឈូយ៉ាងខៃដើម្បីសម្រួលសួរថានាងញ៉ាំបាយហើយឬនៅបើមិនទាន់ទេអាចកុំម៉ងថែមបានគេសួរថាដូម្ចាស់បេដងគឺរបស់អញបានញ៉ាំអីនៅម្ចាស់បេដងគឺស្អីរបស់គ្រូសាអញតើអត់ទេខ្ញុំគ្មានបទពិសោធន៍នឹងទេឃើញស្ថានភាពត្រជាក់បែបនេះឈូយ៉ាងខៃក៏យកលេសនាំខេយើងចាក់ចេញទៅទុកកន្លែងឲ្យអ្នកទាំងពីរនៅជាមួយគ្នាហើយគ្រូយេក៏ច្រៀងបទពីលីគ្នាដែលចិនឡោះឆៅធ្លាប់ច្រៀងឲ្យនាងព្រមទាំងបញ្ចេញអាកប្បកិរិយាស្មោះត្រង់បំផុតដើម្បីសុំទោសរឿងថែនខែគឺជាកំហុសរបស់ខ្ញុំផឹកពីនៃខ្លួនឯង3កែវតែពេលគ្រូយេផឹកដល់កែវទី2ចិនឡោះឆៅនៅតែទ្រាំមិនបានក៏ដណ្ដើមយកកែវស្រាពីដៃនាងផឹកអស់មួយរំពេចពេលនេះឈូឆៃនឹកឃើញថានាងបានកក់បន្ទប់ឲ្យខេយើងទុកមុនតែមិនទាន់បាននិយាយផងគេក៏ចេញទៅជាមួយឈូយ៉ាងខេបាត់ហើយឥឡូវបើបង្វិលយកលុយវិញក៏ត្រូវអស់លុយដែរតែចិនឡោះឆៅធ្វើពុតជាស្ដាប់មិនយល់បើមិនចឹងយកលុយវិញចុះអ្នកណាគេខ្ញុំគេងពេលនេះបេដងរបស់ឃ្រូឆេត្រជាក់អស់មួយចំហៀងទៅហើយតែសំណាងល្អចិនឡោះឆៅបានជួយនាង